មួយហេតុអ្វីខ្ញុំចាំបាច់ត្រូវការជួបវិបត្តិកលៈទេសៈតែមួយគត់ដែលយើងចាប់ផ្ដើមរៀនអំពីអ្វីមួយគឺនៅពេលយើងត្រូវបានវាយក្បាលពីក្រោយខ្នងតើហេតុអ្វីទៅគឺព្រោះតែវាងាយខ្លាំងណាស់ក្នុងការចេះតែបណ្តែតបណ្ដោយខ្លួនមិនព្រមធ្វើអ្វីទាល់តែសោះដើម្បីផ្លាស់ប្ដូរខ្លួនឯងដូច្នេះហើយទើបយើងនៅបន្តធ្វើអ្វីទៅតាមផ្នត់ទម្លាប់ចាស់ជាប្រពៃរបស់យើងរហូតដល់យើងដើរចូលនឹងជញ្ជាំងថ្មទៅភ្ញាក់ខ្លួនព្រឹត្តចូលលើកយកបញ្ហាសុខភាពមកធ្វើជាឧទាហរណ៍តើនៅពេលណាទើបយើងសម្រេចចិត្តផ្លាស់ប្ដូររបបអាហារនិងធ្វើលំហាត់ប្រាណគឺនៅពេលខ្លួនប្រាណរបស់យើងកំពុងតែធ្លុះធ្លាយនឹងឯងពោលគឺនៅពេលគ្រូពេទ្យប្រាប់ថាបើលោកមិនផ្លាស់ប្ដូររបៀបរស់នៅទេលោកនឹងស្លាប់ក្នុងពេលឆាប់នេះមិនខានភ្លាមនោះទើបយើងស្រាប់តែមានកម្លាំងចិត្តទៅវិញនៅក្នុងទំនាក់ទំនងក៏ដូចគ្នាដែរតើពេលណាទើបយើងនិយាយប្រាប់គ្នាទៅវិញទៅមកថាតើយើងយកចិត្តទុកដាក់លើគ្នាខ្លាំងប៉ុណ្នេះឬខ្លាំងប៉ុណ្ណោះគឺនៅពេលជីវិតអាពាហ៍ពិពាហ៍កំពុងតែប្រេះឆាគឺនៅពេលគ្រួសារកំពុងតែបែកបាក់ការសិក្សាក៏មិនខុសគ្នាទេតើនៅពេលណាទើបយើងចាប់ផ្ដើមប្រឹងរៀនខ្លាំងជាទីបំផុតគឺនៅពេលយើងដឹងខ្លួនថាប្រហែលជានឹងធ្លាក់នឹងការប្រឡងនៅប៉ុន្មានថ្ងៃខាងមុខនេះដូច្នេះចំពោះអាជីវកម្មតើនៅពេលណាទើបយើងព្យាយាមស្វែងរកគំនិតថ្មីនិងរៀនធ្វើការសម្រេចឲ្យលះនិងដាច់ស្រេចគឺនៅពេលយើងដាច់លុយដើម្បីបង់ថ្លៃវិក្កយបត្រទឹកភ្លើងនិងថ្លៃផ្ទះតើនៅពេលណាទើបយើងចាប់ផ្ដើមរៀនអំពីរបៀបបម្រើអតិថិជនឲ្យបានល្អគឺនៅពេលអតិថិជនលែងមកហាងរបស់យើងនៅពេលណាទើបយើងបន់ស្រន់គឺនៅពេលជីវិតរបស់យើងកំពុងមានបញ្ហាស្មុគស្មាញអោព្រះជាម្ចាស់អើយខ្ញុំដឹងថាខ្ញុំមិនបានថ្វាយបង្គំព្រះអង្គទេតាំងពីទឹកដោះគោស្រស់របស់ខ្ញុំមានអតិថិជនច្រើនគាំទ្រប៉ុន្តែពេលនេះដូច្នេះនិយាយទៅយើងតែងតែរៀនមេរៀនអស្ចារ្យមួយនៅពេលអ្វីៗប្រែជាស្មុគស្មាញតើនៅពេលណាដែលអ្នកធ្លាប់បានធ្វើការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិតគឺនៅពេលអ្នកទន់ជើងហើយជ្រោតជង្គង់នៅលើដីនឹងឯងពោលគឺបន្ទាប់ពីមានវិបត្តិធ្ងន់ធ្ងរកើតឡើងបន្ទាប់ពីត្រូវបានគេបដិសេធចោលឬនៅពេលរងការប្រមាថដោយត្រូវបានគេទាត់ក្បាលចោលជាដើមវាគឺជាខណៈពេលដែល